กำลังรีดอาวุธฮัดจ่อใช้เชฟเตะจนสงสัยมันเนี้ยโดโหดวัตถุต่างลานปีกรึงนั่งกำเพลิงเคลยปีดำไอหมกสัญญารุดกิดขลุ่นบัดแคดกำปงสปื้อกำลังอาวุธหัดสกโบเซตบ้านสะกาตามบทบัญชีนั่งตามดิการบอกประริกอัญญาอมสลาดำบงแคดทั่วก้าใช้เชฟเตะจนสงสัยมันเนี้ยได้สเตดเนื้อภูมิธรรมะแล้วคุมโบเซตสรกโบเซตแคดกำปงสปื้อปนตายจนสงสัยบ้านรถกิดขลุ่นบัดบรรซอตุกเนื้อซอมเพเระนั่งวัตถุต่างจีจานโดยจีรถยนต์เซรีจุ่มเนิบจุ่มนูนปีกรึงนั่งกำเพลิงเคลยจุ่มนูนปีดำร่วมเตียงกรอบกำเพลิง7 ปีเลยกรอบพร้อมเตียงซอมเพเระจีจานติดกระบรรจบปฏิบัติการกำลังอาวุธหัดสรกโบเซตบ้านធ្វើការប្រកោវត្ថុតាំងទាំងអស់ជួនទៅកាន់កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវចាត់ការបន្តតាមច្បាប់មន្ត្រីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងថានៅពេលមុនចោះឆែកឆេរទីតាំងលំនៅឋានជនសង្ស័យខាងលើនៅវេលាម៉ោង 6:50 នាទីព្រឹកថ្ងៃទី29 ខែវិច្ឆិកាឆ្នាំ 2025ដោយបានអនុញ្ញាតពីឯកឧត្តមឧត្តមសេនីយ៍សិនវីរៈព្រះរាជអាជ្ញាឯកឧត្តមដំបងខេត្តកំពង់ស្ពឺនិងឯកឧត្តមឯកឆេងហួតព្រះរាជអាជ្ញាអមសាលាដំបូកខេត្តតាកែវរួមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបូសេតនៃខេត្តកំពង់ស្ពឺនិងបានសហការជាមួយកងកម្លាំងរាជអាវុធហត្ថខេត្តតាកែវចោះឆែកឆេរលំនៅឋានរបស់ឈ្មោះសេមរក្សាភេទស្រីអាយុ23ឆ្នាំមុខរបរកម្មការនីរោងចក្រស្ថិតនៅភូមិថ្មាត់ឡុងឃុំបូសេតស្រុកបូសេតខេត្តកំពង់ស្ពឺប៉ុន្តែខណៈពេលនោះជនសង្ស័យបានរួចគេចខ្លួនបាត់មន្ត្រីសមត្ថកិច្ចខេត្តកំពង់ស្ពឺក៏បន្តទៀតថាក្រោយធ្វើការឆែកឆេរទីតាំងខាងលើកម្លាំងជំនាញធ្វើការដកហូតវត្ថុតាំងរួមមានម្សៅក្រាមពណ៌សូថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន3កញ្ចប់ធំរថយន្តស៊េរីទំនើបចំនួន2គ្រឿងម៉ូតូចំនួន1គ្រឿងកាំភ្លើងខ្លីម៉ាក់ឡុកចំនួន2ដើមបងចំនួន3មានគ្រាប់ចំនួន181គ្រាប់និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនបន្ថែមទៀតផងដែរចំណែកឯជនសង្ស័យបានរួចគេចខ្លួនបាត់រីឯចំនួនវត្ថុតាងត្រូវបានកម្លាំងមូលដ្ឋានកងទ័ពរាជអាវុធហត្ថស្រុកបូសេតប្រកួតជូនទៅកងរាជអាវុធហត្ថខេត្តតាកែវដើម្បីកសាងសំណុំរឿងចាត់តាមបន្តតាមច្បាប់សូមអរគុណកម្លាំងរាជអាវុធហត្ថចោះឆែកឆេរផ្ទះជនសង្ស័យម្នាក់ដកហូតវត្ថុតាងឡាន2គ្រឿងនិងកាំភ្លើងខ្លី2ដើមឯមុខសញ្ញារត់គេចខ្លួនបាត់